សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកឆ្លើយនឹងសំណួរសិស្សម្នាក់ហើយក៏មកបង្រៀនសិស្សឲ្យចេះដាក់ថ្ងៃខែឆ្នាំខ្មែរនៅក្នុង Excel ឲ្យបានរលូនហើយនឹងស្រួលអញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវយើងចូលទៅធ្វើទាំងអស់គ្នាចូលត្រកលែងនេះលោកគ្រូវាយខាងអង់គ្លេសឧទាហរណ៍ហើយមុននឹងយើងវាយយើងមើលផងតើនេះកន្លែងនេះតើយើងកុំព្យូទ័រយើងវាដើរដោយអីមុនចាប់ដើរខែមុនយើងវាយខែមកដើរខែមុនខែ3ថ្ងៃទី9ឆ្នាំ2026តើយើងទាញខាងនេះមកដើម្បីយកមកឧទាហរណ៍អញ្ចឹងលោកគ្រូ copy ដាក់ខាងនេះតែម្ដងទៅអូខេអញ្ចឹងដើម្បីធ្វើខែថ្ងៃខ្មែរបានយើងអាច select ហើយយើង format cell អញ្ចឹងហើយយើងចូល custom ហើយយើងលុបកន្លែងនេះចោលមកអញ្ចឹងយើងវាយចូលដោយពាក្យនេះមកនេះអញ្ចឹងហើយលោកគ្រូមិនបាច់វាយទេគ្រូ copy ហើយសិស្សមើលទៅយល់ហើយឃើញអក្សរធំវាស្រួលមើលចឹងគ្រូដាក់មកហើយត្រង់កន្លែងនេះយើងអូខេមកនេះអញ្ចឹងទៅបើយើងចង់ទាញមកក្រោមទៀតក៏នៅតែត្រូវដែរនេះទី17លេទៅចុះបើយើងចង់បានថ្ងៃទីមានទីផងយើង select ម្ដងទៀតហើយត្រង់កន្លែងនេះយើងអាចចូលមកដាក់ទីទៅនេះបានអញ្ចឹងយើងដាក់ទីមកទីគឺយើងអូខេមកអញ្ចឹងឃើញទេបានទីអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណេះទេសូមឲ្យសិស្សយកទៅធ្វើទាំងអស់គ្នាហើយវីដេអូក្រោយលោកគ្រូនឹងធ្វើវីដេអូមួយតាក់ទងនឹងដាក់ថ្ងៃខែឆ្នាំខ្មែរជាច័ន្ទគតិដើម្បីយើងសេច័ន្ទចេះឲ្យបានច័ន្ទទាញមកច័ន្ទគេពុតពហឺទៅខែមាក់បោះពុគុណចែកទៅឆ្នាំជូឆ្លៅក៏ថារមសាញ់ទៅអញ្ចឹងហើយបើសិនសិស្សយល់ឲ្យមានប្រយោជន៍សូមឲ្យជួយ share និងជួយ follow ជួយ like វីដេអូលោកគ្រូផងនឹងបានវីដេអូថ្មីៗពីលោកគ្រូទៀតសូមអរគុណ